បើយើងនិយាយអំពីប្រវត្តិនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលវាគឺជាប្រធានបទមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងវិស័យនយោបាយជាតិនិងអន្តរជាតិទោះបីជាប្រទេសអ៊ីស្រាអែលមិនដែលទទួលស្គាល់ជាផ្លូវការថាខ្លួនមានអាវុធនុយក្លេអ៊ែរឬក៏គ្មានក៏ដោយប៉ុន្តែពិភពលោកទាំងមូលបានជឿជាក់ថាពួកគេមានអាវុធប្រភេទនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ1960មកម្លេះហើយនៅក្នុងគម្រោងកម្មវិធីអាវុធនុយក្លេអ៊ែរដ៏សម្ងាត់របស់ប្រទេសអ៊ីស្រាអែលនេះខ្ញុំនឹងរៀបរាប់វាជា4ដំណាក់កាលសំខាន់ដូចខាងក្រោមទី1គឺការចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលនិងចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី David Ben-Gurion នៅក្នុងទសវត្សរ៍ឆ្នាំ1950ទី2គឺការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកនុយក្លេអ៊ែរដែលមានឈ្មោះថា Dimona នៅក្បែរវាលខ្សាច់ Negevទី3គឺនយោបាយរបស់អ៊ីស្រាអែលដែលគេចចេញពីការតាមដានរបស់អន្តរជាតិឬហៅថានយោបាយភាពមិនច្បាស់លាស់ផ្នែកនុយក្លេអ៊ែរទី4គឺការលាតត្រដាងដោយលោក Mordechai Vanunu ដែលជាអតីតអ្នកបច្ចេកទេសធ្វើការនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ Dimona នៅក្នុងឆ្នាំ1986ដែលនាំឲ្យកម្មវិធីដ៏សម្ងាត់នេះត្រូវបានបែកធ្លាយខ្ញុំនឹងធ្វើការរៀបរាប់លម្អិតនៅដំណាក់កាលសំខាន់នីមួយៗជូនប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់លម្អិតដូចខាងក្រោមទី1គឺជាការចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែលនិងចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រីដំបូងដែលមានឈ្មោះថា David Ben-Gurion នៅក្នុងទសវត្សរ៍ឆ្នាំ1950ហើយនៅក្នុងចំណុចទី1នេះគឺមានចំណុចសំខាន់ចំនួន2ទី1គឺការបង្កើតមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែររបស់អ៊ីស្រាអែលនិងទី2គឺការសហការជាមួយនឹងប្រទេសបារាំងក្រោយការបង្កើតរដ្ឋអ៊ីស្រាអែលនៅក្នុងឆ្នាំ1948នាយករដ្ឋមន្ត្រីដំបូងគឺលោក David Ben-Gurion មានជំនឿថាដើម្បីធានាបាននូវសន្តិសុខនិងអធិភាពរបស់អ៊ីស្រាអែលក្នុងចំណោមប្រទេសអារ៉ាប់ជាច្រើនដែលជាសត្រូវពួកគេចាំបាច់ត្រូវតែមានការធានារ៉ាប់រងចុងក្រោយឬ Ultimate Insurance ហើយនោះគឺជាអាវុធនុយក្លេអ៊ែរនេះតែម្ដងដូច្នេះហើយទើបនៅក្នុងឆ្នាំ1952ប្រទេសអ៊ីស្រាអែលក៏ចាប់ផ្ដើមបង្កើតគណៈកម្មការថាមពលបរមាណូផ្ទាល់ខ្លួនដែលហៅកាត់ថា IAEC ឬ Israel Atomic Energy ការបង្កើតគណៈកម្មការថាមពលបរមាណូអ៊ីស្រាអែលឬ IAEC គឺជាជំហានគ្រឹះដែលបំលែងចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី David Ben-Gurion ឲ្យក្លាយជាការពិតមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្នុងលក្ខខណ្ឌសម្ងាត់បំផុតនិងមានរចនាសម្ព័ន្ធប្លែកពីស្ថាប័នរដ្ឋដទៃទៀតហើយនេះគឺជាព័ត៌មានលម្អិតនៃដំណើរការបង្កើត IAEC ការបង្កើតនិងការដឹកនាំដំបូងគឺនៅឆ្នាំ1952នៅថ្ងៃទី13ខែមិថុនាឆ្នាំ1952លោកនាយករដ្ឋមន្ត្រី David Ben-Gurion បានបង្កើត IAEC ឡើងដោយស្ងាត់អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងចំណុចនេះគឺសេចក្តីប្រកាសដែលបង្កើតគណៈកម្មការនេះមិនត្រូវបានចុះផ្សាយនៅក្នុងកាសែតរបស់រដ្ឋាភិបាលឬក៏ត្រូវបានប្រកាសជាសាធារណៈឡើយរហូតដល់ឆ្នាំ1954លោក David Ben-Gurion គឺបានតែងតាំងលោក David Bergman ជាប្រធានដំបូងនៅក្នុង IAEC នេះលោក Bergman គឺជាអ្នកវិទ្យាសាស្ត្រដ៏ពូកែម្នាក់ហើយក៏ជាមិត្តជិតស្និទ្ធបំផុតរបស់លោក David Ben-Gurion ដែរហើយត្រូវបានគេប្រសិទ្ធនាមលោកថាជាបិតានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលមជ្ឈមណ្ឌលស្រាវជ្រាវបរមាណូរបស់អ៊ីស្រាអែលឬ IAEC នេះមិនមែនជាស្ថាប័នដែលស្ថិតនៅក្រោមក្រសួងណាមួយឡើយប៉ុន្តែវាស្ថិតនៅក្រោមការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីមជ្ឈមណ្ឌលនេះមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើថវិកានិងធនធានមនុស្សដោយមិនចាំបាច់ឆ្លងកាត់សភានោះទេមជ្ឈមណ្ឌលបរមាណូ IAEC របស់អ៊ីស្រាអែលគឺមានទំនាក់ទំនងស្អិតរមួតជាមួយនឹងក្រសួងការពារជាតិនិងទីភ្នាក់ងារចារកម្ម Mossad និងឡាកម្មដើម្បីជួយសម្រួលដល់ការទទួលបានបច្ចេកវិទ្យាពីបរទេសឥឡូវយើងនឹងនិយាយអំពីបេសកកម្មចម្បងរបស់ IAEC វិញម្ដងនៅក្នុងដំណាក់កាលដំបូងបេសកកម្មចម្បងរបស់ IAEC ត្រូវបានគេបែងចែកជា3ផ្នែកធំទី1គឺការរុករកធនធានមជ្ឈមណ្ឌលនេះស្វែងរកសារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងដីនៃវាលខ្សាច់ Negev ដែលពួកគេបានរកឃើញក្នុងបរិមាណតិចតួចបំផុតនៅក្នុងស្រទាប់ផូស្វាតទី2គឺការបណ្ដុះបណ្ដាលមជ្ឈមណ្ឌលនេះបញ្ជូនអ្នកវិទ្យាសាស្ត្រឆ្វៀសឲ្យទៅសិក្សានៅបរទេសជាពិសេសគឺប្រទេសមហាអំណាចនុយក្លេអ៊ែរដូចជាសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសដើម្បីប្រមូលចំណេះដឹងផ្នែករូបវិទ្យានុយក្លេអ៊ែរទី3គឺការចរចាជាអន្តរជាតិម
មជ្ឈមណ្ឌលនេះក៏ជាអ្នកតំណាងសម្ងាត់នៅក្នុងការចរចាជាមួយប្រទេសបារាំងដើម្បីទិញម៉ាស៊ីនប្រតិករឌីម៉ូណានៅក្នុងការដំណើរការរោងចក្រនុយក្លេអ៊ែរផងដែរយើងនឹងនិយាយអំពីមន្ទីរពិសោធន៍ដំបូងគេបំផុតដែលមានឈ្មោះថា Machon 4 មុននឹងមានមជ្ឈមណ្ឌលឌីម៉ូណាIAEC ក៏បានបង្កើតមន្ទីរពិសោធន៍មួយដែលមានឈ្មោះថា Machon 4 ឬវិទ្យាស្ថានទី4នៅជិតទីក្រុង Rehoboth ទីនោះគឺជាកន្លែងដែលអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបានធ្វើតេស្តសាកល្បងលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងការផលិតទឹកធ្ងន់ក្នុងកម្រិតតូចៗផងដែរការផ្លាស់ប្ដូរក្នុងឆ្នាំ1966ឬការរៀបចំរចនាសម្ព័ន្ធថ្មីនៅពេលដែលកម្មវិធីនុយក្លេអ៊ែរចាប់ផ្ដើមរីកធំដើម្បីឆ្លើយតបនឹងសម្ពាធអន្តរជាតិលោកនាយករដ្ឋមន្ត្រី Levi Eshkol បានរៀបចំ IAEC ឡើងវិញនៅឆ្នាំ1966លោកបានបណ្ដេញលោក Bergman ដែលចង់ឲ្យអ៊ីស្រាអែលប្រកាសជាចំហថាអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរចេញពីតំណែង IAEC ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការស៊ីវិលជាងមុនប៉ុន្តែវានៅតែរក្សាគោលនយោបាយភាពមិនច្បាស់លាស់ផ្នែកនុយក្លេអ៊ែរដដែលការសង្ខេបអំពីតួនាទីរបស់ IAEC រហូតមកដល់បច្ចុប្បន្ននេះទោះបីជាបច្ចុប្បន្ន IAEC មានគេហទំព័រផ្លូវការនិងបង្ហាញខ្លួនជាស្ថាប័នស្រាវជ្រាវថាមពលសន្តិភាពក៏ដោយប៉ុន្តែតាមពិតទៅវាគឺជាស្ថាប័នដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរទាំងមូលរបស់អ៊ីស្រាអែលនិងជាអ្នកកំណត់យុទ្ធសាស្ត្រការពារជាតិកម្រិតខ្ពស់បំផុតចំណុចដ៏គួរឲ្យកត់សម្គាល់មួយទៀតនោះសូម្បីតែសមាជិកសភារបស់អ៊ីស្រាអែលភាគច្រើនក៏មិនមានសិទ្ធិចូលទៅត្រួតពិនិត្យថវិកាឬសកម្មភាពលម្អិតរបស់ IAEC បានដែរដែលនេះបង្ហាញអំពីអំណាចនិងភាពសម្ងាត់កម្រិតបំពូលរបស់ស្ថាប័នមួយនេះចំពោះចំណុចនៃការបង្កើតគណៈកម្មការថាមពលបរមាណូផ្ទាល់ខ្លួនរបស់អ៊ីស្រាអែលឬហៅកាត់ថា IAEC ខ្ញុំបានរៀបរាប់ដោយសង្ខេបប៉ុណ្ណេះហើយសង្ឃឹមថានឹងក្លាយជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងរៀបរាប់លម្អិតអំពីដំណាក់កាលទី2គឺការសហការគ្នារវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសបារាំងដែលនាំឲ្យគម្រោងការសម្ងាត់នៃការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលទទួលបានជោគជ័យកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសបារាំងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950បារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតបារាំងបានយល់ព្រមជួយប្រទេសអ៊ីស្រាអែលក្នុងការសាងសង់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនិងរោងចក្រចម្រាញ់សារធាតុភ្លុយតូនីញ៉ូមការជួយជ្រោមជ្រែងពីសំណាក់ប្រទេសបារាំងគឺជាកត្តាសម្រេចដែលអនុញ្ញាតឲ្យអ៊ីស្រាអែលក្លាយជាមហាអំណាចនុយក្លេអ៊ែរកិច្ចសហការនេះបានកើតឡើងនៅក្នុងកំឡុងឆ្នាំ1956ដល់ឆ្នាំ1960ដែលជាពេលវេលាប្រទេសទាំងពីរមានសត្រូវរួមគ្នាគឺជាប្រធានាធិបតីអេស៊ីបគឺលោកកាម៉ាល់អាប់ដែលណាហ្សឺហើយខាងក្រោមនេះគឺជាព័ត៌មានលម្អិតនៃជំនួយបច្ចេកទេសនិងនយោបាយពីប្រទេសបារាំងកិច្ចព្រមព្រៀងយ៉ាងសម្ងាត់រវាងអ៊ីស្រាអែលនិងប្រទេសបារាំងឬហៅថាកិច្ចព្រមព្រៀង Sèvres ក្នុងឆ្នាំ1956ទំនាក់ទំនងរវាងបារាំងនិងអ៊ីស្រាអែលបានឈានដល់កម្រិតកំពូលបន្ទាប់ពីមានវិបត្តិព្រែកជីកស៊ុយអេឬហៅថា Suez Crisis បារាំងខឹងសម្បារនឹងអេស៊ីបដែលបានគាំទ្រក្រុមឧទាមនៅអាល់ហ្សេរីដែលជាអាណានិគមបារាំងក្នុងកិច្ចប្រជុំសម្ងាត់នៅទីក្រុង Sèvres ក្នុងឆ្នាំ1956បារាំងក៏បានយល់ព្រមផ្ដល់ជំនួយបច្ចេកវិទ្យានុយក្លេអ៊ែរដល់ប្រទេសអ៊ីស្រាអែលហើយជាភ្នូរមកវិញគឺបារាំងទទួលបានការគាំទ្រផ្នែកយោធាប្រឆាំងជាមួយនឹងប្រទេសអេស៊ីបបន្ថែមពីលើនោះបារាំងក៏បានផ្ដល់ម៉ាស៊ីនប្រតិករ L102 ឲ្យប្រទេសអ៊ីស្រាអែលផងដែរបារាំងបានផ្ដល់ម៉ាស៊ីនប្រតិករទឹកធុនធ្ងន់ Heavy Water Reactor ដែលត្រូវបានគេស្គាល់ថា L102 ក្រោយមកគេហៅវាថា Dimona Reactor ម៉ាស៊ីននេះមានសមត្ថភាពផលិតកម្លាំងបាន24មេហ្គាវ៉ាត់ប៉ុន្តែក្រោយមកគេជឿថាវាត្រូវបានដំឡើងកម្លាំងខ្លាំងជាងនេះនៅពេលក្រោយគោលបំណងនៃម៉ាស៊ីនប្រភេទនេះគឺមានប្រសិទ្ធភាពខ្ពស់នៅក្នុងការផលិតភ្លុយតូនីញ៉ូម239ដែលជាសារធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ធ្វើគ្រាប់បែកបរមាណូក្រៅពីការផ្ដល់ម៉ាស៊ីនប្រតិករទឹកធុនធ្ងន់ Heavy Water Reactor របស់បារាំងតាមរយៈក្រុមហ៊ុន SGN បារាំងក៏បានផ្ដល់ប្លង់និងបច្ចេកវិទ្យាសាងសង់រោងចក្រក្រោមដីសម្រាប់ញែកភ្លុយតូនីញ៉ូមចេញពីឥន្ធនៈដែលប្រើរួចផងដែរបើគ្មានរោងចក្រនេះទេប្រទេសអ៊ីស្រាអែលគ្រាន់តែអាចផលិតបានត្រឹមតែថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះប៉ុន្តែមិនអាចផលិតគ្រាប់បែកបរមាណូបានឡើយជំនួយនេះត្រូវបានធ្វើឡើងដោយសម្ងាត់បំផុតសូម្បីតែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏មិនបានដឹងលម្អិតនៅក្នុងគម្រោងនេះផងដែរបារាំងបានបញ្ជូនអ្នកជំនាញវិស្វករនៅក្នុងកំឡុងពេលសាងសង់នៅឌីម៉ូណា
មានវិស្វករនិងអ្នកបច្ចេកទេសបារាំងរាប់រយនាក់បានរស់នៅក្នុងវាលខ្សាច់នេកេវដើម្បីជួយដំឡើងឧបករណ៍មានការបង្កើតសាលារៀនសម្រាប់កូនវិស្វករបារាំងនៅទីនោះទៀតផងដើម្បីរក្សាការសម្ងាត់និងភាពងាយស្រួលដល់អ្នកជំនាញអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលជាច្រើនត្រូវបានអនុញ្ញាតឲ្យទៅសិក្សានិងហាត់ការនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរម៉ាកូឡេរបស់ប្រទេសបារាំងការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមពីសំណាក់ប្រទេសបារាំងនៅដំណាក់កាលដំបូងបារាំងគឺជាអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដល់ប្រទេសអ៊ីស្រាអែលបន្ថែមពីនេះបារាំងក៏បានជួយសម្របសម្រួលឲ្យប្រទេសអ៊ីស្រាអែលអាចទទួលបានអ៊ុយរ៉ាញ៉ូមពីប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកខាងត្បូងជាដើមនៅពេលដែលមានសម្ពាធអន្តរជាតិចាប់ផ្ដើមកើនឡើងប្រទេសបារាំងក៏បានបញ្ចប់កិច្ចសហការជាមួយនឹងប្រទេសអ៊ីស្រាអែលនៅឆ្នាំ1960លោកប្រធានាធិបតីហ្សាល់ដឺហ្គោលបានឡើងកាន់អំណាចនិងមានបំណងចង់ស្ដារទំនាក់ទំនងជាមួយនឹងពិភពអារ៉ាប់ឡើងវិញលោកក៏បានបញ្ជាឲ្យបញ្ឈប់ជំនួយជាផ្លូវការដល់គម្រោងឌីម៉ូណារបស់ប្រទេសអ៊ីស្រាអែលទោះជាយ៉ាងណាការសាងសង់ទាំងអស់នោះជិតរួចរាល់ទៅហើយក្រុមហ៊ុនឯកជនរបស់ប្រទេសបារាំងគឺនៅតែបន្តលួចផ្ដល់ជំនួយបច្ចេកទេសរហូតដល់គម្រោងនេះត្រូវបានបញ្ចប់ទាំងស្រុងសរុបមកបើគ្មានបច្ចេកវិទ្យានិងការហ៊ានប្រថុយខាងនយោបាយរបស់បារាំងនៅក្នុងទសវត្សរ៍ឆ្នាំ50នោះទេនោះប្រទេសអ៊ីស្រាអែលប្រហែលជាត្រូវចំណាយពេលរាប់សិបឆ្នាំបន្ថែមទៀតទើបអាចសម្រេចបាននូវមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។